កសិករយើងកាន់តែងាយស្រួលទៀតហើយបើសិនជាបងប្អូនមានម៉ាស៊ីនមួយគ្រឿងនេះប្រើប្រាស់នៅក្នុងគេហដ្ឋានសម្រាប់ចិញ្ចឹមសត្វបងប្អូននេះគឺជាប្រភេទម៉ាស៊ីនសូនចំណីសត្វដែលងាយស្រួលប្រើប្រាស់មែនទែនកិនមកចំណីឆ្អិនមានលបាយក្របពោតក្របធញ្ញជាតិលីជាមួយគ្នាមានកន្ទក់មានប្រេងឆាផ្សេងៗដាក់បញ្ចូលគ្នាមកហើយចំណីនេះឆ្អិនល្អសម្រាប់សុខភាពសត្វចិញ្ចឹមបងប្អូនអញ្ចឹងមានតែមួយគ្រឿងនេះទៅគឺបងប្អូនអាចចិញ្ចឹមបានហើយជាមួយសត្វចិញ្ចឹមដូចជាមាន់ទាជ្រូកផ្សេងៗលក្ខណៈហ្នឹងទៅតោះមកមើលពីរូបមន្តនៅក្នុងការផ្សំមានដូចជាស្លឹកធញ្ញជាតិបើមានតកួនមានអីបងប្អូននៅគៀនផ្ទះកាត់ច្រាបដាក់មកហើយនេះគឺក្របស្រូវបាទនេះក្របពោតបងប្អូនអាចផ្សំចូលគ្នាតាមរូបមន្តដែលបានបង្ហាញចូលទៅអានេះគឺក្របមេចំណីបងប្អូនអាចយកមេចំណីមកបន្ថែមបានបើមិនមានទេយើងអាចយកក្បាលត្រីអីក៏បានដែរបាទហើយខាងនោះទៀតគឺកន្ទក់ចឹងយើងមានកន្ទក់ហើយបងប្អូនអាចបន្ថែមប្រេងឆាបន្តិចទៅយើងច្បល់លីចូលគ្នាឲ្យកើតជាសាច់មួយបាទរៀបចំចឹងបងប្អូនឃើញរូបមន្តនេះទេងាយទេសម្រាប់ចិញ្ចឹមមាន់ទាជ្រូករបស់បងប្អូននោះកាន់តែងាយស្រួលជាពិសេសប្រភេទមាន់ជុលនេះគឺកាន់តែត្រូវតែម្ដងចឹងបងប្អូនមកមើលការផ្សំបែបនេះហើយយើងមកមើលពីរបៀបនៅក្នុងការសូនវិញសូនមកគឺក្តៅឆ្អិនសម្រាប់សត្វវាស៊ីទៅគឺវាមានសុខភាពល្អចឹងមានភាពងាយស្រួលមែនទែនសម្រាប់បងប្អូនដែលត្រូវការប្រភេទម៉ាស៊ីននេះអាច share ចែករំលែកបន្តដើម្បីប្រើប្រាស់សម្រាប់កសិដ្ឋានរបស់លោកអ្នក